ចាសូមគោរពនិងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនានៅ Channel ស្រីពេជ្រ Official សូមជួយចុច Subscribe និង Share ដើម្បីទទួលបាននៅវីដេអូហោរាសាស្ត្រប្រចាំថ្ងៃនៅថ្ងៃបន្តទៀតសម្រាប់ថ្ងៃនេះនាងខ្ញុំក៏សូមធ្វើការបកស្រាយជូននៅហោរាសាស្ត្រប្រចាំថ្ងៃត្រូវនៅថ្ងៃសុក្រទី30ខែឧសភាឆ្នាំ2025នេះសម្រាប់ក្បួនជាតិនៅមុងគេនេះគឺត្រូវជាមួយនឹងក្បួនហុងស៊ុយប្រចាំថ្ងៃសុក្រនេះយើងឃើញថាមានហុងស៊ុយល្អចំពោះការកាត់សក់ឲ្យកូនកូនរបស់ពុកម៉ែបងប្អូនក្នុងថ្ងៃសុក្រនេះដែរហុងស៊ុយល្អចំពោះការចាប់ផ្ដើមសាងសង់ហុងស៊ុយល្អចំពោះការផ្លាស់ប្ដូរក្រែហុងស៊ុយល្អចំពោះការជួសជុលផ្ទះមានហុងស៊ុយល្អចំពោះការធ្វើពាណិជ្ជកម្មក៏ដូចជាការធ្វើអាជីវកម្មផ្សេងមានហុងស៊ុយល្អចំពោះការទទួលបានការងារដែលថ្មីហុងស៊ុយល្អចំពោះការផ្លាស់ប្ដូរក្រែហុងស៊ុយល្អចំពោះការបន់ស្រន់សុំសំណាងល្អហុងស៊ុយល្អចំពោះការជួសជុលផ្ទះហុងស៊ុយល្អចំពោះការដឹកជញ្ជូនក៏ដូចជាហុងស៊ុយល្អចំពោះការរៀបអាពាហ៍ពិពាហ៍ជាដើមនេះគឺជាក្បួនហុងស៊ុយត្រូវនៅថ្ងៃសុក្រទី30ខែឧសភាឆ្នាំ2025នេះយើងឃើញថាតើតើមជាមួយនឹងក្បួនហុងស៊ុយក៏បានបង្ហាញអំពីឆ្នាំដឆុងប្រចាំថ្ងៃសុក្រនេះដែរក៏ឃើញថាគឺឆ្នាំជូតឆុងគ្នាជាមួយនឹងឆ្នាំមមីហើយអញ្ចឹងបកាណាមានឆ្នាំមមីក៏ដូចជាឆ្នាំជូតនៅក្នុងផ្ទះលោកអ្នកត្រូវតែមានការប្រយ័ត្នប្រយែងពិសេសគឺការបង្កហេតុបង្កបញ្ហាឬក៏បង្កចំនួនដោយប្រការណាមួយឆ្នាំឆុងឃើញថាបង្កឥទ្ធិពលមិនល្អច្រើនចូលប្រយ័ត្នប្រយែងឲ្យបានគ្រប់គ្នាគឺឆ្នាំជូតនិងឆ្នាំមមីជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការបកស្រាយនៃកតងជាមួយនឹងក្បួនយាមក្រឡាវិញម្ដងចា៎លោកអ្នកដឹងទេថាដោយសារតែថ្ងៃសុក្រវេលាពេលព្រឹកចាប់ពីម៉ោង 6:00 ទៅដល់ម៉ោង 8:24 នាទីគឺជាពេលវេលាលាភជ័យដោយឡែកចំពោះពេលពេញពន្លឺចាប់ពីម៉ោង 8:24 នាទីនោះទៅដល់ម៉ោង 10:48 នាទីនោះគឺជាពេលវេលាគ្រោះថ្នាក់និងសម្រាប់ពេលថ្ងៃត្រង់ចាប់ពីម៉ោង 10:48 នាទីទៅដល់ម៉ោង 1:12 នាទីគឺជាពេលវេលាធម្មតានិងសម្រាប់ពេលរសៀលចាប់ពីម៉ោង 1:12 នាទីទៅដល់ម៉ោង 3:36 នាទីនោះគឺជាពេលវេលាសេរីនិងសម្រាប់ពេលល្ងាចចាប់ពីម៉ោង 3:36 នាទីទៅដល់ម៉ោង 6:00 គឺជាពេលវេលាទុកសោកចាសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាបើយោងទៅតាមក្បួនយាមក្រឡាននេះពុកម៉ែបងប្អូនប្រកាសជាឃើញហើយថាគឺបានបែងចែកនៅពេលវេលាល្អក៏ដូចជាបានបែងចែកនៅពេលវេលាដែលមិនល្អដូច្នេះហើយគឺតម្រូវឲ្យពុកម៉ែបងប្អូនធ្វើការជ្រើសរើសយកពេលវេលាល្អក្នុងការចេញដំណើរទាំងអស់គ្នារួមមានគឺនៅពេលព្រឹកក៏ដូចជានៅពេលគឺរសៀលក៏ដូចជានៅពេលថ្ងៃត្រង់សម្រាប់ពេលវេលាទាំង3នេះផងដែរគឺអាចនាំនៅសេចក្តីសុខចម្រើននាំលាភនាំជ័យនាំផ្លែនាំផ្កាមិនតែប៉ុណ្ណោះធ្វើឲ្យជីវិតរបស់លោកអ្នកគឺកាន់តែរីកចម្រើនដាក់ចុះដុះតាមដៃប្រសិនបើចង់បាននៅជោគជ័យខ្លាំងចូលពុកម៉ែបងប្អូនចេញដំណើរចំពេលព្រឹកទាំងអស់គ្នាណាគឺចាប់ពីម៉ោង 6:00 ទៅដល់ម៉ោង 8:24 នាទីព្រោះអីជាពេលវេលាល្អពេលវេលាលាភពេលវេលាជ័យពេលវេលាពិសេសប្រចាំថ្ងៃផងដែរចាដោយឡែកចំពោះពេលវេលាដែលគឺមិនល្អវិញ
ពុកម៉ែបងប្អូនមិនគួរណាចេញដំណើរចំពេលវេលាទាំងនោះទេរួមមានគឺនៅពេលល្ងាចគឺនៅពេលពេញពន្លឺចាជាស្រ័យសម្រាប់ពេលវេលាទាំងពីរនេះផងដែរគឺអាចនាំនៅគ្រោះនាំនៅទុក្ខលំបាកនាំនៅរឿងមិនល្អដែលធ្វើលោកអ្នកពិបាកក្នុងការទប់ទល់ពិបាកក្នុងការដោះស្រាយទៅទៀតនេះឯងគឺជាក្បួនយាមក្រឡាដែលជាក្បួនសំខាន់តែតាន់ជាមួយនឹងក្បួនក្នុងការមើលទិសទាំង8ដោយសារតែថ្ងៃសុក្រគឺមានកម្លាំង21ចំពោះដង្ហើមរស់គឺសត្វនៅទិសអាគ្នេយ៍ទិសជ្រុងខាងកើតដូច្នេះពុកម៉ែបងប្អូនទាំងអស់គ្នាមុនពេលធ្វើដំណើរទៅផ្លូវចិត្តឬក៏ទៅបំពេញកិច្ចការងារប្រចាំថ្ងៃបើផ្សេងផងដែរនោះតម្រូវពុកម៉ែបងប្អូនត្រូវតែបាយមុខត្រប់ទិសដែលជាដង្ហើមរស់ប្រចាំថ្ងៃនេះជាមុនសិនគឺបាយមុខត្រប់ទិសអាគ្នេយ៍នេះជាមុនសិនហើយសឹមចេញដំណើរទៅបំពេញកិច្ចការងារតាមក្រោយនោះទៅអ្វីនឹងល្អប្រសើរទៅកិច្ចការងារនឹងជោគជ័យមិនតែប៉ុណ្ណោះគឺកម្លាំងការពារនឹងថែរក្សាអស់លោកអ្នកពេញមួយថ្ងៃទៅទៀតអញ្ចឹងយើងឃើញថាក្បួនដែលងាយប៉ុន្តែទទួលបានប្រសិទ្ធភាពខ្ពស់គឺក្បួនក្នុងការមើលទិសទាំង8នេះតែម្ដងចាចឹងសង្ឃឹមថាពុកម៉ែបងប្អូនគឺអនុវត្តទៅតាមក្បួននេះឲ្យបានគ្រប់គ្នាព្រោះអីគឺមានប្រសិទ្ធភាពខ្លាំងណាស់តែតាន់ជាមួយនឹងហោរាសាស្ត្រប្រចាំថ្ងៃសម្រាប់ពុកម៉ែបងប្អូនដែលកើតនៅក្នុងឆ្នាំជាដំបូងគេនេះគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំជូតសម្រាប់រាសីរបស់លោកអ្នកដែលកើតឆ្នាំជូតក៏ឃើញថាគឺល្អជាមធ្យមនោះទេនាថ្ងៃនេះដំណើរចាក់ចេញគឺពីផ្ទះបើទោះពុំមានជាឧបសគ្គឬក៏បញ្ហាមិនល្អចូលយីក៏ពិតមែនតែបើចង់ពឹងពាក់នរណាម្នាក់ក៏តែងតែពុំសម្រេចគឺជោគជ័យដោយក៏ពំណងនោះឡើយដោយឡែកបើយើងក្រឡេកមកមើលការប្រកបការងាររបស់ពុកម៉ែបងប្អូនដែលកើតឆ្នាំសត្វនេះផងដែរលោកអ្នកពុំសូវគួរប្រសើរប៉ុន្មាននោះទេហើយបើមានកិច្ចការងារអ្វីដែលសំខាន់ដែលត្រូវដោះស្រាយក៏ឃើញថាមិនអំណោយផលល្អនោះដែរហេតុនេះបើចង់ពន្យាពេលក៏ជាការប្រពៃអ្នកប្រកបរបររកស៊ីជួញដូរក៏ជួបបញ្ហាក្នុងការរកប្រាក់ចំណូលបន្តិចហើយប្រាក់បង្វិលដើមទុនក៏ជួបបញ្ហាលំបាកច្រើនផងដែររីឯបញ្ហាសេចក្តីស្នេហ៍ប្រុសស្រីមានការប្រែប្រួលប្រផ្លាព្រោះជួនត្រូវរើគ្នាព្រោះជួនទាស់ទេគ្នាចាជាបន្តទៅទៀតក៏សូមធ្វើការបកស្រាយគុណគូទូទាយគឺត្រូវជាមួយនឹងពុកម៉ែបងប្អូនដែលកើតឆ្នាំឆ្លូវឆ្នាំឆ្លូវដែលសារតែមានទៀតដីដែលសារតែមានពងគឺមនុស្សប្រុសរាសីរបស់លោកអ្នកក៏ឃើញថាគឺធ្លាក់ស្រុតចោលក្នុងថ្ងៃនេះការពោលពាក្យសម្ដីលោកអ្នកមិនត្រូវសម្ដីតូចសម្ដីធំច្រើនពេកនោះឡើយបើពុំនោះទេងាយនឹងទទួលជារឿងរ៉ាវនឹងរីករាលដាលដែលអាចឈានដល់ការគឺហួងខែងដាក់គ្នាកើតមានឡើងទៅទៀតការប្រកបការងារមិនថាជាកិច្ចការងារជាមន្ត្រីរាជការឬក៏ក្រុមហ៊ុនឯកជនក្តីក៏មានភាពប្រទាំងប្រទើខ្លះផងដែរព្រោះតែក្រុមមនុស្សចាំតែចាប់កំហុសនិងព្យាបាទយីក៏ច្រើនអ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចក៏ពិតមែនតែក៏មានភាពសុខដុមប្រពៃផងដែរដែលឡែកចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានការជឿនលឿនទៅមុខតិចតួចបើថយក្រោយវិញនោះក៏ឃើញថាឆាប់រហ័សណាក៏បីប្រយ័ត្នប្រយែងឲ្យបានមែនតែនចាជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការបកស្រាយគុណគូទូទាយនៅជើងលេខនៅឆ្នាំកំណើតជាបន្តទៅទៀតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំខាលដួងចិត្តរាសីរបស់លោកអ្នកនោះក៏ឃើញថាគឺខ្ពស់ត្រដែតត្រដាំក្នុងពេលនេះលោកអ្នកមានអារម្មណ៍គឺភ្លឺថ្លាក៏ដូចជាមានគំនិតប្រាជ្ញាក៏ឃើញថាឆ្លាតវៃទោះចង់ធ្វើអ្វីមួយក៏តែងតែអាចពុះពៀក៏តែងតែអាចសម្រេចនូវគោលបំណងប្រាថ្នាផងដែរម្ល៉េះហើយបើទោះបីធ្វើអ្វីក៏ដោយតែងតែមានលក្ខណៈពេញដៃពេញជើង
នឹងមានជោគមានជ័យជាច្រើនផងដែរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកទទួលរងនៅការនឿយហត់និងទទួលរងនៅសម្ពាធក៏ច្រើនប៉ុន្តែយ៉ាងណាផលកម្រៃក៏គ្រាន់បានមួយចាយវាយទប់ទល់ដោយឡែកចំពោះសម្ព័ន្ធវិស្នេហាប្រុសស្រីក៏មានភាពគឺស្រស់ស្រាយប្រៀបដូចជាត្រីក្នុងទឹកនារដូវខែវស្សាដូច្នោះផងដែរចា៎ជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការបកស្រាយគុណគូទូទាយនៅជើងលេខនៅរាសីរបស់លោកអ្នកដែលកើតឆ្នាំថោះវិញម្ដងដួងចិត្តរាសីរបស់លោកអ្នកក៏ឃើញថាគឺល្អជាមួយខ្ញុំនោះទេការរស់នៅឃើញថាមានភាពរលូនល្អហើយបើចង់ពឹងពាក់អ្នកដទៃក្នុងរឿងអ្វីមួយក៏តែងតែមានក្រុមមនុស្សគឺស្រឡាញ់ពេញចិត្តនៅក្នុងថ្ងៃនេះផ្ដល់លទ្ធផលល្អទាំងការងារនិងបញ្ហាប្រកាសហេតុនេះហើយទូធ្វើអ្វីតែងតែជឿនលឿនទៅមុខសន្សំជាតិនេះអ្នកប្រកបរបររកស៊ីជួញដូរប្រៀបបានដូចជាភ្លៀងធ្លាក់មួយមេហើយមេឃស្រឡះព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឲ្យវានេះជាអាហោសកម្មអស់ហើយលោកអ្នកក៏អាចប្រកបរបរពេញដៃពេញជើងឡើងវិញដោយឡែកចំពោះសម្ព័ន្ធវិស្នេហាប្រុសស្រីកំឡោះក្រមុំមានការបែកខ្នងដាក់គ្នាច្រើនដោយសារតែភាពប្រចែកប្រច័ណ្ឌកំពុងតែចូលលុកលុយជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការបកស្រាយគុណគូទូទាយនៅជើងលេខនៅឆ្នាំកំណើតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំរោងដោយសារតែមានធាតុមាសដោយសារតែមានពងគឺទេវតាប្រុសដួងចិត្តរាសីរបស់លោកអ្នកនោះក៏ឃើញថាគឺមិនសូវជាល្អប្រសើរប៉ុន្មាននោះទេគឺធ្លាក់ស្រុតចោលនៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានការជួបបញ្ហាលំបាកច្រើនពិសេសឲ្យប្រយ័ត្នក្រុមមនុស្សដែលពងអាក្រក់ណាមួយនាំជួបការលំបាកក្នុងការទប់ទល់ផងដែរការប្រកបការងារលោកអ្នកអាចទទួលការគៀបសង្កត់ផ្លូវចិត្តច្រើនក្រៅពីនេះលោកអ្នកអាចត្រូវចង្វាយនាយឬក៏សូម្បីតែអ្នកដទៃក៏មានការស្ដីបន្ទោសដោយប្រការណាមួយផងដែរចាសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានការចម្រើនលូតលាស់សន្សំទៅមុខប៉ុន្តែបញ្ហាចំនួនក៏មានច្រើនក៏បីមានការអត់ធ្មត់ធ្វើមិនដឹងមិនលឺចំពោះរឿងខ្លះទៅជាការល្អប្រសើររីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីក៏មានការប្រឆាំងនិងបង្កបញ្ហាចំពោះគ្នាច្រើនចា៎ជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការបកស្រាយគុណគូទូទាយនៅជើងលេខនៅរាសីរបស់លោកអ្នកដែលកើតឆ្នាំម្សាញ់វិញម្ដងលោកអ្នកដឹងទេថាសម្រាប់ជើងលេខសម្រាប់រាសីរបស់លោកអ្នកដែលកើតឆ្នាំម្សាញ់គឺហោរាសាស្ត្របញ្ជាក់អំពីឆ្នាំម្សាញ់រាសីរបស់លោកអ្នកក៏ឃើញថាពោះត្រដាត់ត្រដាំបើលោកអ្នកទទួលគឺជោគជ័យអ្វីមួយហើយចូលកុំមានចិត្តគឺអួតក្អេងក្អាងឲ្យសោះប្រយ័ត្នគឺបែរជាកើតនៅរឿងរ៉ាវអាចខាតបង់នៅលៀបសក្ការៈទៅវិញក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកក៏ឃើញថាល្អប្រសើរដូច្នេះហើយបើចង់ពឹងពាក់អ្នកដទៃដោយមានការខ្ចីអ្វីមួយតែងតែសម្រេចជោគជ័យផងដែរចំពោះគឺលោកអ្នកដែលប្រកបរបររកស៊ីជួញដូរមានការចម្រុងចម្រើនលូតលាស់និងបើចង់បើករបរថ្មីផងដែរនោះក៏តែងតែទទួលបានលទ្ធផលល្អជាជាងផលអាក្រក់ជានិច្ចរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំក៏មានការនឹករលឹកហើយក៏មានការប្រស្រ័យទាក់ទងគ្នាល្អណាស់ចាជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការបកស្រាយគុណគូទូទាយនៅជើងលេខនៅរាសីរបស់លោកអ្នកដែលកើតឆ្នាំមមីវិញម្ដងចាចំពោះរាសីប្រជាជើងលេខរបស់លោកអ្នកដែលកើតឆ្នាំមមីក៏ឃើញថាគឺល្អជាមួយខ្ញុំនោះទេរាសីជើងលេខឃើញថានៅកម្រិតល្អជាមួយខ្ញុំដូច្នេះហើយការធ្វើដំណើរពេលយប់ប្រឡប់ពុំសូវជាមានសុខសុវត្ថិភាពទេគួរបន្ថែមការប្រុងប្រយ័ត្នទាំងបុរសទាំងស្ត្រីការប្រកបការងារលោកអ្នកមិនអាចយកភាពមោហៈទោសៈមកដាក់ខ្លួនបាននោះឡើយព្រោះងាយទាញនៅរឿងរ៉ាវពីល្អធ្លាក់ទៅអាក្រក់បានណាស់ផងដែរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារតែយាអូនកំពុងតែពុំសូវជាល្អគឺនៅកម្រិតមធ្យមដូច្នេះហើយនាំឲ្យមានក្រុមមនុស្សតាមឈ្នានីស
និងព្យាបាទឌីឌីក៏ច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទៅជាការល្អប្រសើររីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឲ្យគឺរកាមរកោមិនស្ទើរនោះទេចា៎ជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការទូទាយបំហាញនៅជើងលេខនៅឆ្នាំកំណើតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំមុំម៉ែជប់តារិស័យរបស់លោកអ្នកនោះក៏ឃើញថាគឺធ្លាក់ស្រុតចុះនៅក្នុងថ្ងៃនេះដោយសារតែយេអូនដោយសារតែរិស័យមិនសូវជាល្អប្រសើរប៉ុន្មាននោះទេហេតុនេះទូធ្វើໄວឃើញថាมันអាចដំណើរការបានល្អឬក៏ទទួលជោគជ័យដោយគោលបំណងនោះឡើយលោកអ្នកត្រូវរក្សាភាពនឹងថឹងមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួននោះទេហើយត្រូវចេះផ្ដល់ការអភ័យទោសឲ្យបានច្រើនទៅដំណើរជីវិតមានភាពសុខដុមដោយដើមនិងមានការរីកលូតលាស់ជាងនេះសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការប្រែប្រួលបដូរផ្លាស់គួរជាទីកត់សម្គាល់អ្វីៗទាំងអស់ក៏ឃើញថាគឺល្អដោយសពមួយដងរីឯបញ្ហាសេវាស្នេហាប្រុសស្រីมันមានការរីកលូតលាស់ទៅមុខខ្លាំងក្លានោះទេហើយការឈួតនឹងលបាយសេចក្តីស្នេហាដែលខុសរបៀបក៏មានច្រើនក្នុងថ្ងៃនេះបើមិនខិតខំទប់ស្កាត់ទេប្រយ័ត្នគឺត្រូវមកខ្សបការនៅពេលក្រោយដែលចង់មិនចង់គឺហួសពេលបាត់អស់ទៅហើយជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការទូទាយបកស្រាយនៅជើងលេខនៅឆ្នាំកំណើតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំវប់រសារតែមានធាតុដែករសារតែមានពងគឺយៈប្រុសរាសីរបស់លោកអ្នកក៏ឃើញថាគឺខ្ពស់ត្រដែតត្រដាំនៅក្នុងថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ឬក៏ខ្ចីរបស់អ្វីមួយពីសំណាក់អ្នកដទៃក៏ឃើញថាតែងតែសម្រេចជោគជ័យឬគឺមនុស្សភាគច្រើនអាណិតអាសូរជានិច្ចការប្រកបការងារវិញផ្ដល់លទ្ធផលល្អក្នុងការទំនាក់ទំនងឬក៏ការដាក់ពាក្យធ្វើការអ្វីមួយតែងតែសម្រេចដូចបំណងផងដែរចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនតខុសអ្វីនោះទេតែយ៉ាងណាត្រូវចេះពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអាសាបង់ប្រកាសដោយប្រការណាមួយរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានការស្រស់ស្រួលនិងផ្អែមល្ហែមល្អចំពោះគ្នាជាប្រពៃណាស់ចា៎ជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការទូទាយបកស្រាយនៅជើងលេខនៅឆ្នាំកំណើតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំរកាដោយសារតែមានធាតុដែកដោយសារតែមានពងគឺយៈប្រុសរាសីរបស់លោកអ្នកក៏ឃើញថាគឺល្អជាមួយខ្ញុំនោះទេលោកអ្នកក៏ជួបនៅបញ្ហាស្មុគស្មាញខ្លះម្ល៉េះហើយបញ្ហាមួយចំនួនបើពុំចេះដោះស្រាយទេពិតជាមានបញ្ហាទៀតជាពំខានទាំងបរិះទាំងស្ត្រីទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវចេះត្រិះរិះឲ្យបានត្រឹមត្រូវក្រែងភ្លាំងភ្លាត់ជាប់ផងដកខ្លួនមិនរួចសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីចិត្តឆ្ងាយមិនសូវសមដោយប្រកបប៉ុន្មាននោះទេគឺបានតែត្រឹមមួយទប់ទល់ចាយវាតែប៉ុណ្ណោះដោយឡែកចំពោះបញ្ហាសេចក្តីស្នេហាប្រុសស្រីមិនសូវជាមានការជឿនលឿនទៅមុខប៉ុន្មាននោះទេគឺមានការថយក្រោយជាជាងចា៎ជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការទូទាយបកស្រាយនៅឆ្នាំកំណើតនៅជើងលេខគឺជាងចូលដល់លោកអ្នកដែលកើតឆ្នាំចវិញម្ដងឆ្នាំចដោយសារតែមានធាតុដីដោយសារតែមានពងគឺយៈស្រីរាសីរបស់លោកអ្នកក៏ឃើញថាគឺធ្លាក់ស្រុតចុះនៅក្នុងថ្ងៃនេះបញ្ហាមួយចំនួនដែលកើតមានឡើងហើយនឹងកាន់តែពិបាកនឹងជួបនៅរឿងរ៉ាវគឺជន់បន្ថែមទៀតម្ល៉េះហើយក៏បីយកភាពអត់ធ្មត់តស៊ូទៅជាការប្រពៃបំផុតក្នុងថ្ងៃនេះដោយឡែកចំពោះការប្រកបការងារឲ្យប្រយ័ត្នគឺរឿងប្រកាសនិងបញ្ហាចាញ់ពីគេដោយប្រការណាមួយអ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញពេលនេះមានការហូរចូលគឺមិនទៀងទាត់នោះឡើយដូច្នេះហើយមិនគួរផ្សងព្រេងទៅបោះតនអ្វីមួយដោយមិនបានមើលមុខមិនបានមើលក្រោយនោះឡើយប្រយ័ត្នត្រូវខាត់បងអស់ទ្រព្យពីខ្លួន
ដោយឡែកចំពោះសេចក្តីសន្យាប្រុសស្រីកំឡោះក្រមុំមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននោះឡើយនាំតែកើតបញ្ហាល្អកកដាក់គ្នាតែប៉ុណ្ណោះចាជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការបកស្រាយគុណគូទូទាយជើងលេខនៅឆ្នាំកំណើតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំកុលជោគជតារាស័យរបស់លោកអ្នកក៏ឃើញថាគឺខ្ពស់ត្រដែតត្រដាំក្នុងថ្ងៃនេះការរស់នៅលោកអ្នកក៏ជួបភាពសុខដុមហើយបើចង់កសាងមិត្តឬក៏លុបបំបាត់មិត្តរឿងរ៉ាវពីមុនមកក៏ជាការល្អហើយជាមួយនឹងអ្នកដតីជានិច្ចចំពោះបរិយប្រលទ្ធផលល្អក្នុងការសម្រុកកិច្ចការងារឬក៏ទំនាក់ទំនងការងារអ្វីមួយពីព្រោះឃើញថាផ្លែផ្កាល្អតែងតែឆ្លើយតបមកវិញផងដែរចំពោះអ្នកប្រកបរបររកស៊ីជួយណូមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្ដូរមុខរបរឬបើកធ្វើចំនួនតូចធំល្អបំផុតចា៎ដោយឡែកចំពោះសម្ព័ន្ធវិទ្យាហាប្រុសស្រីកំឡោះក្រមុំឬក៏ពូម៉ៃក្តីឃើញថាមានការយកចិត្តទុកដាក់និងមានភាពផ្អែមល្ហែមល្អចំពោះគ្នាគឺប្រពៃណាស់ចាសម្រាប់ការគុណគូទូទាយនៅជើងលេខនៅហោរាសាស្ត្រប្រចាំថ្ងៃក៏ត្រូវបានបញ្ចប់ផងដែរខណៈពេលនេះដែរនាងខ្ញុំស្រីពេជ្រសូមធ្វើការអធិស្ឋានរាល់កំហុសខុសឆ្គងនៅក្នុងការអានជូនក៏ដូចជាពាក្យពេចន៍នៅអក្ខរាវិរុទ្ធដោយមិនបានត្រឹមត្រូវនាងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនជួយចុច like និងចុច subscribe នៅ channel ថ្មីនេះផងខណៈពេលនេះដែរនាងខ្ញុំក៏សូមអរគុណនិងសូមគោរពលា